ជំរាបសួរអតិថិជននិងបងប្អូនអ្នកទស្សនាទាំងអស់គ្នានៅក្នុងវីដេអូនេះគឺជាវីដេអូចែករំលែកទាក់ទងនឹងការដំឡើងកម្មវិធីកាមេរ៉ា e-service នៅលើទូរស័ព្ទដៃ iOS ហើយសូមបញ្ជាក់ដែរថានៅក្នុងទូរស័ព្ទដៃប្រភេទ Android ក៏មានដូចគ្នាដែរហើយការដំឡើងគឺរបៀបចុះឈ្មោះហ្នឹងគឺប្រហែលគ្នាទេហើយសម្រាប់ app e-service គឺវាមានរូបរាងបែបនេះបាទគឺ logo វាបែបហ្នឹងគឺដូចស្លឹកឈើ4ស្លឹកអញ្ចឹងណាអញ្ចឹងយើងចូលទៅកាន់កម្មវិធី App Store របស់យើងដើម្បីយើងស្វែងរកកម្មវិធី e-service ហ្នឹងអញ្ចឹងយើងវាយមកគឺ e-service បាទអញ្ចឹងយើងធ្វើការ search អញ្ចឹងដោយសារតែទូរស័ព្ទដៃរបស់ខ្ញុំគឺមានរួចរាល់ហើយអញ្ចឹងខ្ញុំគ្រាន់តែចុច open នេះបើសិនជាទូរស័ព្ទដៃរបស់បងប្អូនអរគ្នាអត់ទាន់មានគឺវានឹងចេញដាក់ថាឲ្យ install ឥឡូវយើងធ្វើការចុច open វាមកនៅផ្ទាំងដំបូងរបស់វាគឺវាឲ្យយើង log in អញ្ចឹងដោយសារតែយើងអត់ទាន់មាន account ទេអញ្ចឹងយើងមិនអាច log in បានទេបើសិនជាបងប្អូនអរគ្នាចង់ log in គឺវាឲ្យ log in ជាមួយនឹង Facebook ជាមួយនឹង Apple ID ហើយជាមួយនឹង email ផ្សេងៗអញ្ចឹងទៅចំណែកនៅក្នុងវីដេអូនេះគឺយើងនឹងធ្វើការបង្ហាញតាក់ទងនឹងបង្កើតថ្មីយើងចុចនៅកន្លែង create new នឹងមកវាឲ្យយើងបង្កើតថ្មីជាមួយនឹង email អញ្ចឹងក្នុងវីដេអូនេះយើងធ្វើការបង្កើតជាមួយនឹងលេខទូរស័ព្ទដៃវិញអញ្ចឹងនៅខាងស្ដាំរូបលេខទូរស័ព្ទដៃនេះគឺយើងចុចវាមកវាបង្ហាញឲ្យយើងបំពេញលេខទូរស័ព្ទដៃជំនួសឲ្យ email វិញហើយអញ្ចឹងបើយើងចុចមួយទៀតវាមក email នេះយើងចុចទៅវិញទៅគឺយើងចុចឈ្មោះជាមួយនឹងលេខទូរស័ព្ទដៃទៅស្រួលជាងបាទអញ្ចឹងយើងធ្វើការបញ្ចូលលេខទូរស័ព្ទដៃរបស់យើងទៅនៅក្នុងទូរស័ព្ទដៃដែលយើងចង់បង្កើតហ្នឹងហើយយើងបំពេញនៅ password បាទបង្កើតនៅ password អញ្ចឹង password នឹងដែរមានអក្សរតូចអក្សរធំមានលេខមានអីអញ្ចឹងណាបងប្អូនអរគ្នាដើម្បីឲ្យវាសុវត្ថិភាពនៅពេលដែលយើងវាយ password រួចហើយគឺយើងចុចនៅខាងក្រោមគឺយើង accept បន្ទាប់មកចុច continue បាទយើងចុចប៊ូតុង continue ដើម្បីទៅបន្តទៀតអញ្ចឹងវានឹងធ្វើការផ្ទៀងផ្ទាត់លេខទូរស័ព្ទដៃរបស់យើងតើយើងជាម្ចាស់លេខទូរស័ព្ទដៃនោះពិតប្រាកដអត់អញ្ចឹងដំបូងឡើយវាចេញរូបផ្ទៀងផ្ទាត់នេះគឺយើងវាយទៅតាមវាទៅឃើញអក្សរអីយើងវាយអក្សរហ្នឹងដូចខ្ញុំអញ្ចឹង FF ZG មកអក្សរធំអញ្ចឹងខ្ញុំចុចត្រឹមត្រូវគឺវានឹងធ្វើការផ្ញើលេខកូដផ្ទៀងផ្ទាត់ថាយើងគឺជាម្ចាស់នៃលេខទូរស័ព្ទដៃនឹងពិតប្រាកដអត់អញ្ចឹងអូខេឥឡូវខ្ញុំទទួលបានហើយគឺ7714បាទអញ្ចឹងវាផ្ញើមកខាងខ្ញុំមានន័យថាវាផ្ទៀងផ្ទាត់ឲ្យខ្ញុំបានជោគជ័យអញ្ចឹងខ្ញុំគ្រាន់តែវាយបញ្ចូលលេខហ្នឹងទៅតាមកឡោន4លេខអញ្ចឹងទៅគឺអូខេហើយអញ្ចឹងក្នុងករណីខ្ញុំនេះគឺខ្ញុំបាន link ជាមួយនឹងលេខទូរស័ព្ទដៃខ្ញុំជោគជ័យហើយសម្រាប់ link email នេះខ្ញុំនឹងប្រាប់ទៅតាមក្រោយអូខេអញ្ចឹងមកដល់ចំណុចនេះគឺយើងបង្កើត account នៅក្នុងទូរស័ព្ទដៃរបស់យើងគឺជោគជ័យហើយអញ្ចឹងយើងគ្រាន់តែធ្វើការផ្ទៀងផ្ទាត់បន្តិចបន្តួចតែប៉ុណ្ណោះគឺយើងចុច account វានឹងឲ្យយើងផ្ទៀងផ្ទាត់ដាក់ថាយើងចង់បំពេញ two step verification អត់អានេះវា secure បន្ថែមទៀតទេណាបងប្អូនទាំងគ្នាយើងចុច enable តាមវាទៅយើងចុច enable ហើយយើងចុចបើកវាបាទដើម្បីឲ្យវាកាន់តែសុវត្ថិភាពនៃ account របស់យើងទៀតអញ្ចឹងណាហ្នឹងវាជួយយើងនៅពេលក្រោយបាទអូខេអញ្ចឹងការបង្កើតផ្ទៀងផ្ទាត់ account ពីកតាហ្នឹងជោគជ័យអញ្ចឹងយើងនឹងឃើញលេខទូរស័ព្ទរបស់យើងហើយនឹងរូបភាព profile អញ្ចឹងឥឡូវការបំពេញ email នេះតាមពិតជាគេហៅថាដាក់ក៏បានអត់ក៏បានតែជា recommend យើងគួរតែដាក់ទៅដើម្បីឲ្យវាកាន់តែសុវត្ថិភាពជាមួយនឹងលេខទូរស័ព្ទហើយ email យើងបន្តទៀតជាងយើងចុចលើកន្លែងnew email ហ្នឹងទៅហើយយើងនឹងធ្វើការបំពេញជាមួយនឹង email យើងបន្ថែមទៀតបាទនៅត្រង់ចំណុចនេះខ្ញុំបញ្ជាក់គឺយើងមិនធ្វើដំណើរការដាក់ email ហ្នឹងក៏បានដែរអត់អីទេយើងប្រើតែលេខទូរស័ព្ទមួយគឺចប់ហើយអានេះគឺយើងបំពេញបន្ថែមក្នុងករណីថាយើងចង់ប្រើលេខទូរស័ព្ទផង email ផងអញ្ចឹងទៅអញ្ចឹងបំពេញ email គឺវាមានលក្ខណៈដូចទូរស័ព្ទដែរគឺវានឹងផ្ទៀងផ្ទាត់ថាយើងជាម្ចាស់ email ហ្នឹងពិតប្រាកដអត់អញ្ចឹងវានឹងផ្ញើលេខកូដមួយទៅកាន់ email address របស់យើងដែលយើងបានបំពេញហ្នឹងលេខកូដហ្នឹងមាន4ខ្ទង់ដូចគ្នាបាទដូចករណីរបស់ខ្ញុំនេះខ្ញុំ email របស់ខ្ញុំទទួលបានបែបនេះបាទ
គឺ1724អញ្ចឹងខ្ញុំយកទៅបញ្ចូលនៅក្នុងប្រអប់ហ្នឹងដូចគ្នាទៅបាទយើងបំពេញត្រឹមត្រូវគឺវាជោគជ័យហើយអូខេបន្ទាប់ពីបំពេញ email លេខទូរស័ព្ទជោគជ័យហើយខ្ញុំចង់ដូររូបភាពមួយណាក្នុងគណនីរបស់ខ្ញុំណាអញ្ចឹងខ្ញុំចូលទៅតាមអ្វីដែលខ្ញុំបង្ហាញហ្នឹងមកហើយយើងដាក់រូបភាពបាទដាក់ក៏បានអត់ក៏បានតែយើងដាក់ទៅវាស្អាតដែរអូខេខ្ញុំឧទាហរណ៍ខ្ញុំដាក់រូបកូនរបស់ខ្ញុំមួយបាទជាវីដេអូចែកម្លែកទេបាទអញ្ចឹងយើងបង្កើត account ជោគជ័យយើងដាក់រូបយើងជោគជ័យបាទអញ្ចឹងគឺការបង្កើតនេះគឺរួចរាល់អស់ហើយបាទអញ្ចឹងនៅផ្ទាំងចុងក្រោយនេះគឺយើងអត់មានអីទេគឺ device គឺយើងអត់មានទេឥឡូវយើងដោយសារ account យើងថ្មីអញ្ចឹងយើងធ្វើការ add device គឺគេ add បែបហ្នឹងយើងគ្រាន់តែ click add device ទៅវាបង្ហាញនៅ device ណាដែលយើងចង់ add ហើយអញ្ចឹងបងប្អូនអរគ្នាទិញកាមេរ៉ាប្រភេទអីយើង add ទៅតាមហើយនៅវីដេអូក្រោយខ្ញុំនឹងបង្រៀនពីការ add